ជំរាបសួរលោកគ្រូខ្ញុំបានមកពីក្រុម IQ 2434ថ្ងៃនេះខ្ញុំមកsubmit កិច្ចការងារ midterm មួយគ្រូក្រុមរបស់ខ្ញុំមាន6នាក់ខ្ញុំបានឈ្មោះតែតង់ខ្ញុំបានឈ្មោះហ៊ីមម្ដងខ្ញុំបានឈ្មោះហ៊ុនប៉ុណ្ណារីខ្ញុំបានឈ្មោះស្រីវិសាលខ្ញុំឈ្មោះរឿងអ្នកកណាចឹងថ្ងៃនេះខ្ញុំមក submit ការងារដែលលោកគ្រូបានឲ្យមាន6ចំណុចអញ្ចឹងសូមគ្រូមើលដូចតទៅចឹងចំណុចទី1គឺនិយាយពី file ដែល file ហ្នឹងវាគឺជាការ store នៅទិន្នន័យរបស់យើងវាមាន file វាមានច្រើនវាមានដូចជា text image ឬក៏អីចឹងដែរចឹងសម្រាប់ file នៅក្នុង limit របស់យើងយើងអាច store នៅជា file អក្សរតែវាដូចជា hard drive មួយចឹងនៅក្នុង file ហ្នឹងអញ្ចឹងយើងទៅមើលនៅក្នុង limit ទាំងអស់គ្នាអញ្ចឹងយើង command ls មើលបង្ហាញ file នេះគឺជា file ទាំងអស់ហ្នឹងដែលយើងមានអញ្ចឹង file នីមួយៗវាមាន sub file ដែលយើង store នៅ web server របស់យើងឬក៏យើង install នៅ web server ដើម្បីយើងប្រើប្រាស់នៅក្នុង file មួយហ្នឹងfile របស់ខ្ញុំនេះខ្ញុំបង្កើតដូចជា Apache MySQL PHP ឬក៏ PHP version engine អញ្ចឹងនៅក្នុង limit របស់យើងក៏វាមាន version PHP ឬក៏ version អីដូចម៉ាស៊ីនធម្មតាដែរអញ្ចឹងយើងចូលដល់ចំណុចទី2យើងនិយាយពី proxy server ចឹងសម្រាប់ proxy server ហ្នឹងគឺយើងមាន include បញ្ចូល internet control ហើយនិង web caching អញ្ចឹងអាហ្នឹងវាធ្វើអីគឺវានៅតាមដដែលរវាង user ហើយនិង internet ហើយសម្រាប់ internet control គឺវាអាច block ឬក៏អាចឲ្យ website ឬក៏ content ណាមួយដែលយើងអាចចង់ឲ្យវាបើកឬក៏បិទតាមការយើង control បានហើយនឹង web caching ហ្នឹងគឺយើងអាចself copy របស់ web address ដែលយើងប្រើប្រាស់ជាក់លាក់ដើម្បីឲ្យយើងអាចចូលទៅកាន់វាវិញលឿននៅពេលដែលយើងបើកម្ដងទៀតសម្រាប់គោលបំណងគឺយើងអាចបង្កើន security ហើយអាច control ការប្រើប្រាស់និង speed up browsing អញ្ចឹងចូលដល់ចំណុចមួយទៀតគឺជា web server អញ្ចឹងបើសិនជាយើងនិយាយពី web server វាមានច្រើនសម្រាប់ការ install យកមកប្រើការអញ្ចឹងឥឡូវនេះខ្ញុំបាន choose យកApache មួយយកមក install ហើយនេះគឺជាការ install ដូចជា sudo apt get install download only Apache 2អញ្ចឹងថែចំណុច Apache ហ្នឹងនៅពេលដែលយើង install វានឹងប្រាប់យើងនៅចន្លោះវានឹង detail របស់យើងនៅពេលដែលយើង install មកវាមាន Apache អីខ្លះចឹងទៅនៅក្នុងចំណុច install ហ្នឹងហើយមកដូចជាកន្លែង .o នេះយើងបញ្ជាក់ directory វាថាវាទៅណាសម្រាប់ dear catch archive នេះយើងកំណត់ឲ្យវានៅក្នុងទីតាំងមួយដែលនៅក្នុង folder ដែលយើងបានបង្កើតឬក៏ file ដែលយើងបានបង្កើតហ្នឹងហើយបន្ទាប់នៅពេលដែលយើង install នៅ web server ហ្នឹងហើយយើងត្រូវ install នៅ package របស់វាទៀតអញ្ចឹងសម្រាប់ package របស់វាយើងប្រើ sudo dpkg software install.org ហើយកតុយហ្នឹងគឺយើងប្រើនៅឈ្មោះ file របស់យើងដែលយើងចង់ install ទុករបស់វាហ្នឹងសម្រាប់ការ run វិញសម្រាប់ការ run web server របស់យើងប្រើ sudo system cdl ហើយ status apache 2 .server អញ្ចឹងនៅកន្លែង run ហ្នឹងយើងមាន4សម្រាប់នេះយើងអាចឲ្យវា status stop start ហើយនឹង restart នៅ web server របស់យើងហ្នឹងអញ្ចឹងយើងចូលទៅតេស្តនៅក្នុង web server ទាំងអស់គ្នាសម្រាប់ web server យើងត្រូវមុនដំបូងយើងត្រូវ copy IP address របស់យើងសិនអញ្ចឹង IP address នេះយើងយក IP address របស់ web server ដែលយើងបាន config ហើយឬក៏យើង install web server ហ្នឹងហើយអញ្ចឹងនេះគឺជា default web server របស់យើងគឺជា Apache របស់យើងហ្នឹងនេះគ្រាន់តែជា front end មួយយើងអាចទៅសេអីផ្សេងនៅក្នុងនោះដូចជា index.html ឬក៏អីផ្សេងនៅក្នុងនោះបានដែលឲ្យវាចូលចេញជា interface ឲ្យយើងឃើញនេះគឺជា web server អញ្ចឹងយើងចូលដល់ចំណុចមួយទៀតដែលយើងនិយាយពី DHCP អញ្ចឹងសម្រាប់ DHCP
DHCP នេះបើសិនជាយើងនិយាយទៅវាគឺជា IP មួយដែល connect ទៅឲ្យវាស្គាល់ដូចជាទូរស័ព្ទឬក៏ internet wifi របស់យើងហ្នឹងវា conflict ទៅជា IP address ដែលយើងអាចដឹងថា IP address របស់យើងហ្នឹងប៉ុន្មានភ្ជាប់ទៅណាហ្នឹងអាហ្នឹងគឺជាការ conflict របស់វាដូចជា192 168 114.155ហ្នឹងគឺជា IP របស់យើងដែលដាក់នៅក្នុង web ហ្នឹងទៅឲ្យវាស្គាល់ថានេះគឺជា IP ដែលយើងបានបង្កើតនៅ web server ហ្នឹងហើយយើងអាចប្រើប្រាស់បានហើយសម្រាប់មួយទៀតគឺជា DNS server សម្រាប់DNS server ហ្នឹងគឺជាអ្នកបកប្រែឬក៏ឈ្មោះកតុយដែលជាដូចជា my actual ឬក៏ my actual admin ហ្នឹងយើងប្រើសម្រាប់បង្ហាញឲ្យវាឧទាហរណ៍ដូចជា website Google អញ្ចឹងបើសិនជាយើងចាំឲ្យដាក់ IP យើងអត់ចាំទេយើងដឹងថាលេខវាច្រើនវាពិបាកចាំប៉ុន្តែនៅពេលដែលយើងមាន DNS ហ្នឹងយើងអាចប្រើឈ្មោះប្រើអីបានរបស់យើងឧទាហរណ៍ឈ្មោះកឈ្មោះខអីចឹងទៅនៅមាន IP ផ្សេងៗគ្នាអញ្ចឹងយើងអត់ចាំឲ្យត្រូវចាំ IP មួយដើម្បីដាក់ឲ្យ AB ឬក៏កខអីហ្នឹងគាត់ពិបាកហើយអញ្ចឹងយើងគ្រាន់តែដាក់ឈ្មោះហ្នឹងមកគាត់អាចរកបានហើយអញ្ចឹងសម្រាប់ចំណុចចុងក្រោយdatabase អញ្ចឹងមុននឹងបាន database ហ្នឹងយើងត្រូវ install សិននៅពេល install វា install ដូច web server ដែរទីមួយគឺយើងប្រើ command line ដូចគ្នាហើយគ្រាន់តែថាយើងដូរពី Apache ហ្នឹងទៅ install my actual server សិនហើយបន្ទាប់មកបានយើង install នៅ PHP version អញ្ចឹងករណីដែលវា error ភាគច្រើនវា install វា error នៅករណី PHP ច្រើនសម្រាប់ PHP វាអាច cover version ឬក៏ version វាដាក់អត់ទៅគ្នាក៏វាអាច error នៅក្នុងចំណុចហ្នឹងដែរអញ្ចឹងនៅពេលដែលយើងបានប៉ុណ្្នឹងហើយយើងសម្រាប់ការ run របស់វា run ដូចអានេះដែរនៅពេលដែលយើង install success ទៅយើងប្រើ sudo system ctl ដើម្បីrun វាដូចគ្នាអញ្ចឹងយើងចូលទៅ test នៅក្នុង website យើងទាំងអស់គ្នាអញ្ចឹងយើង /php my admin php my adminអញ្ចឹងនេះគឺជា interface នៅពេលដែលយើង install បានជោគជ័យហើយសម្រាប់ការ log in ឬក៏យើងដាក់ user អាហ្នឹងយើងអាចបង្កើតនៅតាមក្រោយបានយើងបង្កើតជា user root ឬក៏ password អីផ្សេងៗអីចឹងទៅអញ្ចឹងអានេះខ្ញុំគ្រាន់តែបង្កើតចេញជា interface សិនខ្ញុំអត់ទាន់បានបង្កើត account ឬក៏អីផ្សេងៗទេអញ្ចឹងសម្រាប់ project មួយហ្នឹងគឺមានតែប៉ុណ្្នឹងលោកគ្រូបើសិនជាមានកំហុសខុសឆ្គងធម្មតាសូមលោកគ្រូអធិស្ឋាន